ចុះបាទនៅក្នុងខ15គឺជាខដែលព្រះអង្គបានផ្ដាំនៅណាគេគឺផ្ដាំយើងទាំងអស់គ្នាដែលជាសិស្សរបស់ផងព្រះអង្គពាក្យថាសិស្សរបស់ផងព្រះអង្គចង់សម្ដៅអ្នកដែលដើរតាមព្រះអង្គអ្នកដែលបានស្គាល់ព្រះបន្ទូលព្រះអង្គអ្នកបានរៀននៃព្រះបន្ទូលរបស់ផងព្រះអង្គនេះហើយជាសិស្សរបស់ផងព្រះអង្គអញ្ចឹងហើយមុនដែលព្រះអង្គបានយាងទៅឯនគរឋានសួគ៌នោះគឺព្រះអង្គបានផ្ដាំសិស្សរបស់ផងព្រះអង្គមានន័យថាព្រះអង្គបានផ្ដាំយើងទាំងអស់គ្នាឲ្យយើងទាំងអស់គ្នានឹងបានចេញទៅពេញគ្រប់ទាំងស្រុកបាទមិនចេញទៅនៅតាមកំពង់ឆ្នាំងមួយទេមិនចេញទៅនៅតាមកំពង់ស្ពឺមួយទេមិនចេញទៅនៅតាមកំពង់សัตว์មួយទេបាទប៉ុន្តែឲ្យចេញទៅគ្រប់ទាំងស្រុកដើម្បីអីដើម្បីទៅនិយាយព្រះអង្គបានផ្ដាំយើងឲ្យយើងដែលជាសិស្សរបស់ផងព្រះអង្គបានចេញត្រូវគ្រប់ទាំងសាសដើម្បីនាំដំណឹងល្អរបស់ផងព្រះអង្គទៅប្រាប់មនុស្សទាំងអស់ឲ្យគេបានជឿឲ្យគេបានទទួលវិធីជាមួយទឹកដូចជាយើងឲ្យគេបានសង្គ្រោះដូចជាយើងឲ្យគេបានកែប្រែជាជីវិតថ្មីដូចជាយើងកុំឲ្យគេមានទុក្ខនៅក្នុងសេចក្តីអាក្រក់ណាមួយនោះឡើយណាបាទពីឲ្យព្រះអង្គឲ្យយើងធ្វើឲ្យព្រះអង្គបានផ្ដាំយើងព្រះអង្គផ្ដាំយើងតែមួយគត់ថាសូមឲ្យយើងបានចេញទៅសពក្នុងលោកីទាំងមូលគឺមានន័យថាទូទាំងសកលលោកឲ្យចេញទៅប្រាប់ពួកគេឲ្យពួកគេបានលឺដំណឹងល្អឲ្យពួកគេគ្រប់គ្នាបានសេចក្តីសង្គ្រោះឲ្យពួកគេបានសេចក្តីជំនឿឲ្យពួកគេបានសេចក្តីទទួលបានវិធីជាមួយទឹកហើយឲ្យពួកគេបានដើរតាមព្រះអង្គផងដែរបាទពួកបងប្អូននេះគឺជាបញ្ញត្តិដែលព្រះអង្គបានឲ្យយើងគឺជាព្រះបន្ទូលបានផ្ដាំឲ្យយើងធ្វើបាទហើយប្រនៅក្នុងខ17បងក៏មានព្រះបន្ទូលថាទីសម្គាល់ទាំងនេះនៅជាប់តាមអនអ្នកណាដែលជឿគឺថាគេនឹងដេញអារៈដោយនៅឈ្មោះខ្ញុំហើយនឹងចេះនិយាយភាសាថ្មីផងនៅtrongចំណុចនេះព្រះអង្គបានប្រាប់យើងដែលជាសិស្សរបស់ផងព្រះអង្គថាគ្រប់ការដែលយើងធ្វើគ្រប់ការដែលយើងចេញទៅគឺព្រះវិញ្ញាណបានគង់ជាមួយយើងហើយការណាព្រះវិញ្ញាណគង់ជាមួយយើងរាល់អ្វីដែលយើងធ្វើរាល់អ្វីដែលយើងប្រព្រឹត្តគឺមានន័យថាព្រះជាអ្នកធ្វើជាមួយយើងព្រះជាអ្នកធ្វើជំនួសយើងមិនមែនជាយើងនោះទេអញ្ចឹងព្រះវិញ្ញាណនេះហើយគឺជាទីសម្គាល់សម្រាប់យើងដែលយើងដឹងថាគ្រប់ការដែលយើងមានជ័យជំនះគឺព្រះបានតែងតែនៅជាមួយយើងជានិច្ចបាទនៅពេលដែលយើងជួបហានិភ័យនៅពេលដែលយើងជួបមន្តអាគមអធិបុព្រាវេសាតាហើយយើងមានជ័យជំនះគឺដោយសារតែព្រះវិញ្ញាណរបស់ព្រះអង្គគង់ជាមួយយើងនិងធ្វើការជាមួយយើងនេះជាទីសម្គាល់ដែលព្រះអង្គចង់បញ្ជាក់ថាព្រះអង្គមិនដែលចាក់ចេញពីកូនរបស់ព្រះអង្គឡើយព្រះអង្គចាក់ចេញពីកូនរបស់ព្រះអង្គតែមួយទេនៅពេលដែលកូនរបស់ព្រះអង្គលែងទៅការព្រះអង្គនៅពេលដែលកូនរបស់ព្រះអង្គលែងស្គាល់អំពីការផ្សាយនឹងល្អនៅពេលដែលកូនរបស់ព្រះអង្គលែងស្គាល់អំពីអំណោយទាននៅពេលដែលកូនរបស់ព្រះអង្គលែងត្រូវការអាហារខាងឯវិញ្ញាណត្រូវការអាហារខាងសាច់ឈាមដល់ហូបទៅសាច់ឈាមនោះបាទដល់ពេលវេលានឹងស្លាប់អ្នកដល់គ្នានឹងត្រូវចូលក្នុងបឹងភ្លើងអកលចំណេះបាទអញ្ចឹងហើយបានហើយវានឹងប្រហារយើងហើយយើងនឹងស្លាប់បើយើងនិយាយអំពីភាពសាច់ឈាមយើងដឹងថាពោះវាមិនមែនជាសត្វស្លូតទេវាគឺជាសត្វសាហាវចាប់វាភ្លាមវាចុកភ្លាមពឹសវាព្រោះពឹសភ្លាមយើងនឹងឈឺចាប់ស្លាប់ភ្លាមប៉ុន្តែនៅក្នុងអត្ថន័យនេះព្រះអង្គចង់បញ្ជាក់ថានៅពេលដែលយើងចាប់កាន់នៃរបស់ណាខាងឲ្យវិញ្ញាណដែលជាវិញ្ញាណដែលស្អីអាក្រក់ដែលគេគ្រប់គ្នាដែលគេអត់តស្គាល់ព្រះអង្គគេកោតខ្លាចគេកោតខ្លាចគេខ្លាចវាបាទប៉ុន្តែយើងអត់ខ្លាចវាយើងកាន់វាបានទាត់វាបានជន់វាបាននេះចង់បញ្ជាក់យ៉ាងដូចនេះហើយឬបើសិនជាយើងដើរកាត់ព្រៃអារៈវាបញ្ជាពូនឹងឲ្យមកចាប់យើងប៉ុន្តែយើងអត់មានឈឺចាប់អីទេអានេះជាការពិតបាទហើយនៅក្នុងខបន្ទាប់គឺបងចង់បញ្ជាក់ថាម៉េចទោះបីជាយើងផឹកអ្វីពុលទោះអ្វីដែលជាភាពអន្តរាយចូលមកក្នុងជីវិតរបស់យើងនោះវាមិនអាចចូលចិត្តបានទេហើយគេនឹងដាក់ដៃលើមនុស្សជំងឺឲ្យបានជាផងឃើញទេនៅពេលដែលយើងមានទីសម្គាល់ពីព្រះហើយយើងទទួលបានអំណាចពីព្រះគឺយើងមានអំណាចលើអស់ទាំងសេរីអាក្រក់ហើយយើងមានអំណាចក្នុងការដែលយើងអធិដ្ឋានសម្រាប់បងប្អូនដែលមានជំងឺឲ្យគេបានជាផងដែរ
ប៉ុន្តែដោយចងចាំថាការដែលយើងធ្វើមិនមែនយើងធ្វើដោយអាងសាច់ឈាមខ្លួនឯងទេប៉ុន្តែយើងធ្វើអាងនៃព្រះនាមព្រះយេស៊ូវគ្រីស្ទប៉ុន្តែក្នុងខបន្ទាប់ដែលព្រះមានព្រះបន្ទូលថាម៉េចមុនពេលដែលព្រះអង្គបានយាងទៅឋានសួគ៌ហើយព្រះអង្គគង់នៅខាងស្ដាំដៃគឺព្រះអង្គបានបញ្ជាក់នៅក្នុងខ20ថាឯពួកសិស្សគេចេញទៅប្រកាសប្រាប់នៅសពអន្លើដោយមានព្រះអង្គម្ចាស់ធ្វើការជាមួយទាំងបញ្ជាក់ព្រះបន្ទូលដោយទីសម្គាល់ដែលកើតមកតាមក្រោយផងឃើញទេនៅពេលដែលព្រះអង្គបានមានព្រះបន្ទូលផ្ដាំទៅកាន់ពួកគេហើយពួកគេក៏បានធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គគឺថាពួកគេបានចេញទៅប្រកាសចេញទៅផ្សាយដំណឹងល្អចេញទៅសពគ្រប់អន្លើបាទគ្រប់ទីកន្លែងទៅតាមអ្វីដែលគេអាចធ្វើបានទៅតាមកម្លាំងរបស់គេទៅតាមទីចិត្តទីឆ្ងាយពេលវេលាដែលគេនឹងត្រូវធ្វើគឺគេមិនបោះបង់ចោលនៃការដែលព្រះអង្គបានផ្ដាំគេទេចុះគេធ្វើកិច្ចការងារទាំងអស់នោះគឺគេធ្វើហើយគេបង្រៀនព្រះបន្ទូលទៅកាន់មនុស្សទាំងអស់នោះឲ្យមនុស្សទាំងនោះបានស្គាល់អំពីព្រះផងដែរហើយការទាំងអស់នោះតែងតែនៅជាប់ជាមួយគេហើយគេធ្វើព្រះវិញ្ញាណតែងតែចម្រើនកម្លាំងព្រះវិញ្ញាណរបស់ព្រះអង្គតែងតែធ្វើការជាមួយគេជាមួយបាទនៅក្នុងថ្ងៃនេះពុកម៉ែបងប្អូនអរគុណព្រះអង្គទៅដែលយើងមានពេលវេលាក្នុងការបម្រើព្រះអង្គមានពេលវេលាជិះទៅផ្សាយដំណឹងល្អរបស់ព្រះអង្គមានពេលវេលាឲ្យមនុស្សទាំងអស់គេបានឮដំណឹងល្អរបស់ព្រះអង្គតាមរយៈពួកយើងអរគុណព្រះអង្គពីព្រោះមិនមែនជាយើងទេប៉ុន្តែជាព្រះដែលប្រទានកម្លាំងឲ្យយើងប្រទានឲ្យបញ្ញាប្រទាននៃជ័យជំនះឲ្យយើងបាទនៅក្នុងថ្ងៃនេះគឺសូមបញ្ជាក់ពុកម៉ែបងប្អូនថាពុកម៉ែបងប្អូនចេញទៅផ្សាយដំណឹងល្អពុកម៉ែបងប្អូនចេញទៅបម្រើព្រះអង្គពុកម៉ែបងប្អូនចំណាយថវិកាផ្ទាល់ខ្លួនចេញទៅនេះវាជាការដែលព្រះអង្គសពហារតីហើយជាការដែលព្រះអង្គបានផ្ដាំយកឲ្យធ្វើហើយពុកម៉ែបងប្អូនបានបំពេញទៅតាមព្រះបន្ទូលរបស់ព្រះអង្គហើយមិនមែនយើងធ្វើដោយចិត្តឯងទេបាទបើយើងជាគ្រីស្ទបរិស័ទយើងរស់នៅក្នុងជំនឿតែក្នុងផ្ទះយើងមិនមែនស្ដាប់តាមបង្គាប់ព្រះអង្គទេប៉ុន្តែនៅក្នុងគម្ពីរនេះគម្ពីរម៉ាកុសនេះគឺព្រះអង្គបានបញ្ជាក់ហើយយើងជឿហើយយើងបង្កើតក្រុមជំនុំហើយយើងចេញទៅប្រកាសពីព្រះបន្ទូលព្រះអង្គឲ្យគេគ្រប់គ្នាបានឮទោះបីជាគេជឿមិនជឿអានោះគឺជាការដែលព្រះបានធ្វើការសម្រេចចិត្តរបស់គេយើងគ្រាន់តែបំពេញចេញទៅហើយធ្វើការអស្ចារ្យតាមរយៈព្រះអង្គបានប្រទានឲ្យយើងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នានឹងទទួលបានព្រះពរក្នុងកិច្ចការងារដែលយើងស្ដាប់បង្គាប់ព្រះអង្គហើយសង្ឃឹមថាមានមនុស្សដទៃគេនឹងបានយល់អំពីព្រះបន្ទូលរបស់ព្រះអង្គសូមឲ្យពួកគេទាំងអស់គ្នាបានយល់ហើយព្យាយាមឲ្យយល់នៃព្រះបន្ទូលកុំឲ្យព្យាយាមនៃការបោកបញ្ឆោតរបស់អរិយសាតាំងបងប្អូនវាមានអំណាចក្នុងការបញ្ជាទៅកាន់អ្នកជឿព្រះដូចគ្នាបើសិនជាអ្នកជឿព្រះហ្នឹងវង្វេងនៅក្នុងភាពលោភលន់វង្វេងនៅក្នុងភាពចង់បានវង្វេងនៅក្នុងភាពចង់បានតំណែងមុខមាត់វង្វេងនៅក្នុងការដែលគិតខ្ពស់ជាងព្រះគឺអរិយវានឹងបញ្ជាអ្នកមានជំនឿយ៉ាងដូចនោះបញ្ជាអ្នកដែលមានជំនឿបញ្ជាអ្នកដឹកនាំយ៉ាងដូចនោះឲ្យវង្វេងនឹងសេចក្តីអាក្រក់ដែលវាបំផន់ថាកុំតណាទៅចាំយើងចេះចាំយើងចោះក៏ពេលវេលានេះអត់តាន់ដល់ទេនៅឆ្ងាយទៀតណាអូចាំយើងឲ្យគ្រប់គ្រាន់សិនចាំចេញទៅអូអ្នកនេះចេញទៅជាអ្នកដែលខុសឆ្គងទេអត់តាន់យល់កលៈទេសៈទេបាទនោះហើយវាបានចាក់ទៅក្នុងទឹកគំនិតក្នុងសន្តានអ្នកជឿបែបនោះបាទតែបាននៅក្នុងនេះគឺព្រះអង្គចង់ឲ្យយើងទុកចិត្តតែព្រះមួយគត់ហើយបម្រើព្រះអង្គបើសិនជាយើងក្រដោយសារតែបម្រើព្រះអង្គក៏យើងបានប្រព័ន្ធនៅឯឋានសួគ៌ដែរអញ្ចឹងហើយបាននៅក្នុងខគម្ពីរម៉ាថាយចំពុក6ខ21បងមានព្រះបន្ទូលសម្រាប់អ្នកដែលជឿព្រះហើយមានទ្រព្យសម្បត្តិនៅលើផែនដីបងមានព្រះទូលថាម៉េចពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណានោះចិត្តអ្នកនឹងនៅកន្លែងនោះដែរឃើញបងបានបញ្ជាក់អ្នកដែលជឿព្រះអ្នកដែលជឿព្រះនៅពេលដែលមានទ្រព្យសម្បត្តិក្នុងខ្លួនមិនហ៊ានចាយឬក៏មានទ្រព្យអ្វីដែលនៅលើផែនដីនេះគឺមានន័យថានៅពេលដែលគេចេញទៅផ្សាយដំណឹងល្អនៅពេលដែលគេចេញទៅបម្រើបងគេអត់បានបម្រើពេញលេញទេនៅពេលដែលគេចេញទៅផ្សាយដំណឹងល្អរបស់ផងក៏គេអត់បានផ្សាយពេញលេញដែរទេស្អីឲ្យសារចិត្តរបស់គេព្រួយបារម្ភនឹងទ្រព្យសម្បត្តិហ្នឹងថាបានអ្នកណាជួយមើលបានអ្នកណាជួយធ្វើបានអ្នកណាជួយថែអងថ្ងៃនេះគេធ្វើការពេញម៉ោងអត់គេយកលុយអញមួយថ្ងៃ50000គេធ្វើការពេញម៉ោងអត់គេបម្រើអញពេញម៉ោងអត់មួយថ្ងៃបែរទេមុខទេស្ដាំទូរស័ព្ទមុខទូរស័ព្ទក្រោយព្រោះអី
ពីព្រោះទ្រព្យសម្បត្តិរបស់គេខ្លាចខាតបងគេបំរើព្រះអង្គដោយអត់មានវិញ្ញាណនៅក្នុងខ្លួនគេបំរើព្រះអង្គអត់មានព្រះវិញ្ញាណនៅក្នុងខ្លួនដោយសារតែគេថប់បារម្ភទ្រព្យសម្បត្តិរបស់គេដែលគេបានដើរចោលបងប្អូននៅពេលដែលយើងមានទ្រព្យសម្បត្តិច្រើនពួកបងប្អូនមួយចំនួននឹងមានភាពបែបនេះដូច្នេះព្រះអង្គចង់ឲ្យយើងមានអ្វីមកគ្រប់មកគ្រាន់បានអ្វីដែលមកគ្រប់មកគ្រាន់ដែលព្រះអង្គជាព្រះបានប្រទានឲ្យយើងបាទនៅក្នុងថ្ងៃនេះសូមឲ្យពួកបងប្អូនទាំងអស់គ្នានៅតែជាប់ហើយនៅតែចងចាំអំពីព្រះបន្ទូលរបស់ព្រះអង្គដែលទ្រង់ជាព្រះបានផ្ដាំឲ្យយើងគ្រប់គ្នាឲ្យយើងបានចេញទៅឲ្យបងប្រើយើងទៅដល់ប្រទេសណាយើងទៅប្រទេសហ្នឹងឲ្យតែមានអ្នក support អានោះយើងចេញទៅបាទចេញទៅប៉ុន្តែបើយើងអត់មានលក្ខណៈមានគេ support ទេត្រឹមនៅក្នុងស្រុកទៅក្នុងស្រុកទៀតបាទអានោះប៉ុណ្្នឹងឯងសូមអរគុណព្រះអង្គហើយសង្ឃឹមថាព្រះអង្គជាព្រះនឹងដាស់តឿនបងប្អូននៅទីនេះឲ្យបានដើរតាមព្រះបន្ទូលរបស់ព្រះអង្គកុំឲ្យមានចិត្តស្ដាយសំណោះទ្រព្យសម្បត្តិនៅលើផែនដីឬក៏ចង់បានហួសល្បត់នោះឡើយអរគុណព្រះអង្គសូមព្រះអង្គប្រទានពរ